3យ៉ាងត្រូវដឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានគោលដៅចង់ស្រកគីឡូទី1កុំញ៉ាំពួកប្រភេទយ៉ាអ៊ូទឹកដោះគោផ្លែឈើជំនួសអាហារពេលអ្នកទាំងអស់គ្នាអាចជាឆ្ងល់ថាអាហារហ្នឹងល្អដល់សុខភាពមិនក៏អត់ឲ្យញ៉ាំជំនួសអាហារពេលវាល្អដល់សុខភាពមែនអ្នកទាំងអស់គ្នាប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាញ៉ាំអាហារប្រភេទនេះជំនួសអាហារពេលគឺវាអត់មានសារជាតិអាហារគ្រប់ទាំង5ក្រុមដែលយើងអាចញ៉ាំជំនួសអាហារបានទេយើងញ៉ាំវាបានតែយើងអាចញ៉ាំវាជាអាហារសម្រន់ឬមួយក៏យើងត្រូវញ៉ាំវាគួបផ្សំជាមួយនឹងអាហារផ្សេងៗដើម្បីឲ្យរាងកាយយើងវាបានទទួលសារជាតិអាហារឲ្យបានគ្រប់គ្រាន់ចំណុចទី2បើសិនជាអ្នកទាំងអស់គ្នាគេងក៏មិនគ្រប់ញ៉ាំក៏មិនគ្រប់កុំតន់អាហាត់ប្រាណព្រោះអីនៅពេលដែលអ្នកទាំងអស់គ្នាសម្រាប់មិនបានគ្រប់គ្រាន់ផងហើយញ៉ាំក៏តិចទៀតអ្នកទាំងអស់គ្នាទៅហាត់ប្រាណបន្ថែមទៀតវាអាចនឹងធ្វើរាងកាយរបស់យើងរឹតតែ stress ហត់ខ្លាំងហើយអាចនឹងធ្វើយើងបាក់កម្លាំងនិងធ្វើយើងអត់អាចស្រកគីឡូបានជោគជ័យទេចំណុចទី3ទោះបីអ្នកទាំងអស់គ្នាញ៉ាំអាហារមួយថ្ងៃ3ពេល2ពេលឬមួយក៏1ពេលក៏ដោយសំខាន់ត្រូវញ៉ាំសារជាតិអាហារឲ្យបានគ្រប់ទាំង5ក្រុមហើយបរិមាណមួយដែលវាសមល្មមព្រោះបើអ្នកទាំងអស់គ្នាញ៉ាំតិចខ្លាំងពេកទោះបីអ្នកទាំងអស់គ្នាញ៉ាំល្អប៉ុណ្ណាវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាស្រកបានតែក្នុងរយៈពេលដំបូងទេយូរៗទៅយើងនឹងគាំងគីឡូហើយពេលត្រឡប់មកញ៉ាំវិញងាយនៅក្នុងការឡើងគីឡូវិញលើសដើមអញ្ចឹងហើយញ៉ាំសារជាតិអាហារឲ្យបានគ្រប់ទាំង5ក្រុមមានកាបូហីដ្រាតខ្លាញ់ល្អប្រូតេអ៊ីនប្រភេទរ៉ែនិងវីតាមីនផ្សេងៗឲ្យបានគ្រប់គ្រាន់និងបរិមាណមួយដែលវាសមល្មមកុំតិចខ្លាំងពេកហើយក៏កុំច្រើនខ្លាំងពេកសម្រាប់អ្នកដែលកំពុងមានគោលដៅចង់ស្រកប៉ុន្តែយើងអត់ដឹងថាយើងគួរចាប់ផ្ដើមពីចំណុចណាចង់មានគ្រូមើលថែខ្ញុំបើកវគ្គផ្លាស់ប្ដូររូបរាងតាមអនឡាញអ្នកទាំងអស់គ្នានៅទីណាក៏អាចចូលរួមបានដែរហើយសម្រាប់អ្នកដែលគាត់ចាប់អារម្មណ៍អាចឆាតមកសួរព័ត៌មានលម្អិតសិនបាន